ដោយសារមានការសំណុំពរឲ្យខ្ញុំដាក់វីដេអូបារមីឯមានជ័យក៏ប៉ុន្តែវីដេអូនឹងខ្ញុំធ្លាប់ផុសហើយតែឥឡូវនេះខ្ញុំប្រួមពីរហ្នឹងគឺបញ្ចូលគ្នាទាំងពីរជើងតែម្ដងហើយមុនដល់វីដេអូក៏សូមអរគុណដល់បងជាតិបូរ៉ាដែលបានជួយឧបត្ថម្ភ admin មកកាហ្វេពេលព្រឹកអរគុណច្រើននៅវីដេអូមុនគាត់ឲ្យបាទអរគុណច្រើនតោះឥឡូវយើងទៅមើលការប្រកួតទាំងអស់គ្នាសូមជូនសមាជិកភាពខ្សែទឹកខាងក្នុងទូដែលស្ថិតនៅខ្សែទឹកខាងក្នុងមានចំណុះ75នាក់មកពីវត្តមហាពវ័នឃុំឬស័យជ្រួយស្រុកមុខកំពូលខេត្តកណ្ដាលលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់ស្រីចំណាស់កំពូលល្បិចស្រីសសុកសាជ័យរីឯទូដែលស្ថិតនៅខ្សែទឹកខាងក្រៅជាទូដែលមានចំណុះ78នាក់មកពីវត្តពីមតាឯកឃុំពីមអុកញ៉ាអងក្រុងអរិយស័ព្ទខេត្តកណ្ដាលលោកស្រីនាងកញ្ញាក៏សូមណែនាំឲ្យស្គាល់អ្នកលេងចិត្តធំបារមីឯកមានជ័យអូខេជម្រាបសួរពុកម៉ែបងប្អូនសាជាថ្មីឥឡូវការប្រកួតយើងមិនចូលឈានចូលមកហើយខ្សែទឹកខាងក្នុងនេះបងប្អូនឃើញឯកសន្តានពណ៌ខៀវបើជើងចង្វានឹងលាយពណ៌ឲ្យរៀងពណ៌ក្រលឿងបន្តិចហ្នឹងអ្នកបោកក្បាលទូពណ៌លឿងឯកសន្តានគាត់គឺចំណប់ចិត្តមកសំណប់ចិត្តចំណប់បេះដូងមកគាត់ហើយគឺជាស្រីសសុកសែនជ័យចំណែកខាងក្រៅនោះគឺជាបារមីឯកមានជ័យដែលមានឯកសន្តានពណ៌លឿងជើងចង្វាពណ៌សកំពុងតែចាក់យោងទូកឡើងលឿនមែនទែនខាងក្នុងក៏មិនណយតែព្យាយាមចាក់តាមទៅលើបារមីឯកមានជ័យបើយើងមើលបញ្ចិនជ័យយើងឃើញថាបារមីឯកមានជ័យកំពុងតែមានព្រៀបទៅលើស្រីសសុកសែនជ័យហើយប៉ុន្តែស្រីសសុកសែនជ័យក៏មិនណយតែព្យាយាមបន្ថែមល្បឿនធ្វើបីឲ្យតាមតនបារមីឯកមានជ័យបារមីឯកមានជ័យក៏មានអារម្មណ៍ថាយ៉ាគេចាត់ចាំតនហើយយើងក៏ព្យាយាមបន្ថែមល្បឿនទៅតែគេតាមតនគេយកឈ្នះហើយអត់អីទេចំណុះ78នាក់ប៉ះចំណុះ75នាក់ខុសគ្នាតែ3នាក់ទេតែនេះតាមកណ្ដាលបើតាមជាស្ដីអាចនឹងគឺយងមកស្មើគ្នាទេបាទអាចជាចំណុះស្មើគ្នាទេខ្សែទឹកខាងក្រៅកំពុងតែនាំមកបន្ទាយបន្ទូតែខ្សែទឹកខាងក្នុងកំពុងតែដកហើយដកបន្ទាយបន្ទូទៅលើខ្សែទឹកខាងក្នុងព្យាយាមចាក់ឲ្យចាក់ទៀត1 2ក៏ដាប់ដៃឆ្វេងកៃស្បោកអើយបាយច្រើនណាស់ប៉ុន្តែឥឡូវយើងឃើញតែស្រីសសុកសែនជ័យកំពុងតែនាំមកបន្តិចបន្តួចមកទៅលើបារមីឯកមានជ័យចិត្តដល់ទីទៅហើយចិត្តដល់ទីទៅហើយខាងក្នុងព្យាយាមដកមកខ្ទង់2ខ្ទង់3ខ្ទង់គឺចិត្តដល់ទីហើយគឺខាងក្នុងជាអ្នកទទួលបានជ័យជំនះជ័យទី1ឲ្យទៅលើស្រីសសុកសែនជ័យជាអ្នកទទួលបានជ័យជំនះយើងจะមើលលើជើងទី2មកដល់កាប់ពេលវេលាយូរយើងទៅមើលជើងទី2តែម្ដងជើងទី2នេះគឺជាការប៉ះគ្នាដែលលើការបដូរខ្សែទឹកម្ដងខ្សែទឹកខាងក្នុងគឺបដូរទៅឲ្យខាងបារមីឯកមានជ័យចំណែកខ្សែទឹកខាងក្រៅគឺជាស្រីសសុកសែនជ័យដែលបងប្អូនឲ្យសនាមថាអ្នកលេងយកស្រីចំណាស់កំពូលល្បិចពេញខ្លួនបារមីនឹងបារមីឯកមានជ័យចំឲ្យឈ្មោះថាអ្នកលេងមិនចេះខ្លាចតែមើលអ្នកលេងចិត្តសឿនតែប៉ះជាមួយនឹងស្រីចំណាស់ដែលទៅរួចជាមួយនឹងស្រីចំណាស់ដែរនៅក្នុងជើងទី2នេះយើងឃើញថាស្រីសសុកសែនជ័យកំពុងតែនាំមុខហើយក៏ផ្ដាច់ហើយទៅលើបារមីឯកមានជ័យហើយព្យាយាមតាមឡើងគ្នាយើងតាមឡើងកុំឲ្យគេដាច់ឆ្ងាយពេកឥឡូវស្រីសសុកសែនជ័យកំពុងបោះពួយរកទីប្រត់ទៅហើយអត់ងើបពីអ្នកចំបាទអ្នកអំទូកអូយចុះមកបងប្អូនហើយថាអត់កាត់នេះវីដេអូនេះគឺខ្ញុំនិយាយយកហ្មងឥឡូវចិត្តដល់ទីប្រត់ហើយគឺយើងឃើញតែស្រីសសុកសែនជ័យគឺពុំដែរយកជ័យជំនះហើយមកទៅលើបារមីឯកមានជ័យជើងទី2ភុំដាច់បាត់ហើយនៅក្នុងជើងទី2នេះបាទសោកស្ដាយលើបារមីឯកមានជ័យ